កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរមួយឈ្មោះអាំងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដាប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាដេញខំមនុស្សក្របីគោស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមកអ្នកគង់រត់ចូលរូងឈើញ័រដៃញ័រជើងរៀកនោមព្រោះភ័យណាស់នាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះមនីមនាឈិញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីកុំសាងីដូចនេះញាក់គង់ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវាយខ្លាតតែស្លាប់ហើយញាក់គង់ក៏បានបោចវល័យចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញញាក់គង់សែងខ្លាមកគេបបួលគ្នាទៅមើលពាសពេញហើយគេសួរថាឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរនាក់ជាស្រីព្រួតគ្នាវាខ្លាទាល់តែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោលរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អាងអួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ថៃអត់បាយប្រពន្ធទាំងពីរអ្នកចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូចនេះមានបៅហេតុភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាយសឹកនោះណាមិនដឹងបើគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆែតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានឮប្រពន្ធលួយលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់ពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះខាងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេភូលហែហមអំមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញលុះជិះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃញ័រជើងដោយគេអង្រួញក្បាលដំរីឯដំរីគិតស្មានថាគេអង្រួញឲ្យខ្លួនបោលចូលទៅក៏ចេះតែបោលសម្រុកចូលទៅមុនរេភូលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវថើយគង់ហ៊ានបំបោលដំរីចូលដូច្នេះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពចាញ់រត់យកតែព្រះអាយុដោយខ្លួនទៅ
គង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ថ្វាជាអួតក្អេងក្អាងឲ្យអស់អ្នកមឿននឹងរេភលកោតខ្លាចអ្នកគង់រាល់គ្នាឯអស់អ្នកមឿនឃើញគង់ហ៊ានលិចអាចដាស់ក្បាលដំរីស្អុយពីពេញដូច្នេះគេសួរថាលោកមេតបថ្វីក៏លិចលាមុខដូច្នេះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសត្វឯណាបានមានតែដោះទុកសត្វលើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសត្វខ្មាំងវាកាប់ស្លាប់ឥតអំពើទាវផៃឬអស់អ្នកមឿននឹងរេផូលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចអ្នកគង់ណាស់ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដិនខ្មាំងរត់ខ្ជិតខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយសសក្ខីឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀតហើយព្រះរាជទានទាំងអំណាចទាំងរង្វាន់ជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរឹតតែអាងអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកឈ្មួញជួញលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពុងគេខ្លាចរអាគ្រប់គ្នាមិនមាននរណាហ៊ានចុះមុជទឹកឬដើរងូតសោះអស់រាជលំបាកចិត្តណាស់រឿងនោះក៏ជ្រាបដល់ស្ដេចទ្រង់ត្រាស់ប្រាវគង់ហ៊ានឲ្យទៅចាប់ក្រពើឯគង់ហ៊ានឮព្រឹកបន្ទូលដូច្នោះភ័យណាស់ប៉ុន្តែមិនហ៊ានទៅទឹងព្រឹកបន្ទូលក៏ទទួចថានឹងយកអាសាសូមទ្រង់កុំព្រួយព្រះរាជហឫទ័យគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់តែមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រាហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគញៀននឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាតែចាប់ក្រពើអស់អ្នកមឿនមហាជនបានឮថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញហើយគេសួរថាឯងធ្វើដូចនៅដាត់បានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរអ្នកជាស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់គេដូច្នោះក៏បញ្ចោរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទៅខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខំដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបានហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រាវគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រាឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រាហើយខ្លួនបានទាំងល្បីឈ្មោះជាញាក់ខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ធិអត់បាយប្រពន្ធទាំងពីរញាក់ចូលទៅសួរថាម្ដេចបានជាញាក់ដេកអត់បាយដូច្នេះមានបើហេតុភេទអ្វីប្រការដូចម្ដេចគង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រាយបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់
មិនដឹងបើគិតដូចម្ដេចប្រពន្ធឆ្លើយឡើងថាអ្នកកំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពីសាបាយឲ្យឆាអេតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានលឺប្រពន្ធលួញលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់ពេលវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជីកខាងក្បាលដំរីប្រពន្ធជីកខាងក្រោយមានរែផុលហែហំអំមុខក្រោយជាក្បួនទួបត្រៀបត្រាពាសពេញលុះជីកទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃញ័រជើងដូចគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលសម្រុកចូលទៅមុនរេពលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពចាញ់រត់យកតែព្រះអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អែងក្អាំងឲ្យអស់នាមឿននឹងរេពលកោតខ្លាចអស់នាមឿនឃើញគង់ហ៊ានលេតអាយដាក់ក្បាលដំរីស្អុយពីពេញដូច្នេះគេសួរថាលោកមេទ័ពអ្វីក៏លេចលៀមមកដូច្នេះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈីកផ្ទៃនឹងចុះទៅដោះទុកសัตว์ឯណាបានមានតែដោះទុកសัตว์លើក្បាលដំរីដូចនេះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬអនិមឿននឹងរេពលលឺគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានឡេះឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចិតខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយศស័ក្តិជានាមឿនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងអំពីថ្ងៃនោះមកគង់ហ៊ានរឹតតែអួតខ្លាំងពូកែក្អែងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពេសាហាវមួយចេះតែដេញខំអមមនុស្សម្នាអ្នកឈ្មួញជួញលក់ដូរដែលរកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នាមិនមានអ្នកណាហ៊ានចុះមុជទឹកឬដើរងត់សោះអស់រាលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រាយឲ្យគង់ហ៊ានទៅចាប់ក្រពេឯគង់ហ៊ានឮព្រើបន្ទូលលើឆ្នោតនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅទឹងព្រើបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់គុំព្រួយព្រះរាជាហឫទ័យគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយនឹងប្រពន្ធថាគេហាក់អើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពេក្នុងទន្លេត្បិតក្រពេសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពេខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់នឹងមើលទៅឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រាហើយនឹងមិនទៅក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពេវាខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នេះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពេអស់មនុស្សម្នាមហាជនបានឮថាគង់ហ៊ានទៅចាប់ក្រពេក៏បបួលគ្នាទៅមើលពាសពេញមកលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពេហែលមកប្របច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រការគាត់ក៏ស្ទុះលោតចូលទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពេវាខំស្លាប់ទៅទេប៉ុន្តែក្រពេវាលឺសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឺតប្រឹងលោតឡើងដូចគេប្រហុកក្នុងប្រការឈើនោះជាប់នៅកណ្ដាលខ្លួនរុញទៅមុខក៏មិនរួចថយមកក្រោយក៏មិនរួចគង់ហ៊ានមួយទៅក្នុងទឹកងើបឡើងឃើញក្រពេជាប់នឹងដើមឈើដូច្នេះស្រែកបង្គាប់កូនក្មួយឲ្យយកលំពេងមកចាក់កាប់ក្រពេនោះស្លាប់ទៅឯញឹកដែលមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពេបោះមកឲ្យជាប់នឹងដើមឈើក៏កោតខ្លាចគង់ហ៊ានក្រៃពេកគង់ហ៊ានបានឃើញក្រពេស្លាប់ដូច្នេះក៏រឹតតែក្អែងក្អាងអួតខ្លាំងពូកែក្អែងក្អាងឡើងទៀតហើយចូលទៅក្រាបទូលស្ដេចតាមខ្លួនបានចាប់ក្រពេចោលឡើងមកលើគោកស្ដេចក៏ទ្រង់សពព្រះរាជាហឫទ័យប្រោព្រះរាជទានយសស័ក្តិ
ឲ្យគង់ហ៊ានឡើងជាធំលឿនពីមុនទៀនហើយទ្រង់ព្រះរាជាទានទាំងអំណាចទាំងរង្វាន់ជាច្រើនសំណាបយោងដីស្រីយោងប្រុស